បញ្ចប់ឆ្នាំសិក្សា2024-2025នៅពិធីបើកបរិសនកាលឆ្នាំសិក្សាថ្មី2025-2026 ឆ្លៀតឱកាសដ៏មានអត្ថន័យនេះក្នុងនាមនៃខ្ញុំតំណាងឲ្យសិស្សានុសិស្សទាំងអស់សូមគោរពជូនពរនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈអធិបតីលោកគ្រូអ្នកគ្រូលោកឪពុកអ្នកម្ដាយនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះយ៉ាងច្រើនកកកក្រោយពីបានស្ដាប់ប្រសាសន៍ដ៏មានអត្ថន័យរបស់លោកនាយកសាលានិងលោកមេឃុំយើងខ្ញុំទាំងអស់គ្នាសូមធ្វើការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្រេបយកចំណេះដឹងចំណេះធ្វើបទពិសោធន៍បំណិនជីវិតនិងក្រមសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃដើម្បីក្លាយជាកូនល្អសិស្សល្អនិងមិត្តល្អនៅផ្ទះសាលារៀនក៏ដូចជានៅក្នុងសង្គមដែលជាធនធានមនុស្សពុំអាចខ្វះបាននៅក្នុងមាតុភូមិកម្ពុជាយើងឆ្លងតាមរយៈការអប់រំនិងបទពិសោធន៍ក្នុងការសិក្សាកន្លងមកយើងខ្ញុំសូមសន្យានិងបញ្ញាចំពោះមុខគណៈអធិបតីលោកគ្រូអ្នកគ្រូលោកឪពុកអ្នកម្ដាយនឹងធ្វើខ្លួនឲ្យខ្លាយទៅជាកូនបុត្រកូនធីតាល្អរបស់មាតាបិតាជាតំពាំងស្នងរិស័យសម្រាប់មាតុភូមិកម្ពុជាឲ្យខានតែបានដើម្បីសម្រាប់ពិធីបំណងនេះយើងខ្ញុំត្រូវបន្តប្រឹងប្រែងយកចិត្តទុកដាក់ខិតខំរៀនសូត្រស្ដាប់រឿងបញ្យលណែនាំអប់រំទូមានខំអានសៀវភៅធ្វើលំហាត់ស្វែងសិក្សារៀនសូត្រនិងស្រាវជ្រាវបន្ថែមនៅក្នុងមុខវិជ្ជានិយាយជារួមមកយើងខ្ញុំសូមសន្យានិងបញ្ញាចិត្តដូចខាងក្រោម 1. យកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រលើក្រមមុខវិជ្ជា 2. គោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានខ្ជាប់ខ្ជួន 3. គោរពប្រតិបត្តិស្ដាប់ដំបូន្មានមាតាបិតាចាត់ព្រឹទ្ធាចារ្យនិងលោកគ្រូអ្នកគ្រូ 4. មានសីលធម៌គុណធម៌សុជីវធម៌និងមានសច្ចធម៌នៅក្នុងខ្លួនជានិច្ច